videoនេះផ្ញើជូនដល់គ្នាយើងដែរមានរំដងចង់សិក្សាកម្មវិធី C+ ហើយនឹងសម្រាប់គ្នាយើងដែរមិនទាន់ចេះកម្មវិធី C+ សោះអញ្ចឹងកម្មវិធី C+ នៅពេលយើងបើកមើលដំបូងវាចេញជាទម្រង់បែបហ្នឹងនេះខ្ញុំដាក់ផ្ទាំងធំមិនដឹងតែគ្នាយើងមើលបានឃើញអត់ទេអញ្ចឹងនៅពេលយើងបើកវាដំបូងវាចេញអញ្ចឹងអាផ្ទាំងនេះជាផ្ទាំង home page របស់វាទេយើងបិទវាចោលទៅអញ្ចឹងបន្ទាប់ពីយើងបិទវាចោលវាចេញផ្ទាំងអញ្ចឹងអាកន្លែងនេះអាកន្លែងបច្ចេកនេះគឺជាកន្លែងដែលយើងរើសសាប់ធួណាមួយយើងយកមកគូសជាបច្ចេករបស់យើងអញ្ចឹងណាអញ្ចឹងខ្ញុំឧទាហរណ៍ថាយើងយកអាមូនេះអញ្ចឹងយើងក៏ចុចលើវាពីរដងមកអញ្ចឹងយើងបានអាមូនឹងយើងយកមកគូសបានហើយគ្រាន់ថាពេលខ្លះដែលពេលយើងបញ្ចូលដំបូងអញ្ចឹងនេះអាកាឡារបស់វាហ្នឹងវានៅរង្វើខ្លាំងអញ្ចឹងយើងត្រូវការកនអាកាឡាហ្នឹងឲ្យញឹកតិចទៅដើម្បីឲ្យយើងគូសទៅវា smooth ស្អាតល្អហើយនៅពេលយើងចូលមកដំបូងអញ្ចឹងតាក់ទងទៅនឹងចំណុចសំខាន់គឺការប្រើប្រាស់ mouse និង keyboard អញ្ចឹងដូចខ្ញុំបវល់អញ្ចឹងដូចខ្ញុំបវល់អញ្ចឹងហ្នឹងគឺយើងចុច mouse ស្ដាំអញ្ចឹងនៅតោះនេះចង់បវល់អញ្ចឹងយើងចុចសកត់ mouse ស្ដាំទៅយើងអាចបវល់អញ្ចឹងបានហើយតាក់ទងទៅនឹងការរំកិល object តាក់ទងទៅនឹងការរំកិល object យើងគ្រាន់តែចុច mouse ស្ដាំរបស់យើងឲ្យជាប់ហើយនឹងចុច alt ឲ្យជាប់ទៅគឺយើងអាចរំកិល object របស់យើងបានហើយតាក់ទងទៅនឹងការ zoom ចេះយើង zoom object របស់យើងចេះអញ្ចឹងតែនេះចុច mouse ស្ដាំឲ្យជាប់ហើយនឹងចុចkeyboard របស់យើងចុច control ជាប់មកគឺយើងអាចអញ្ចឹងបានហើយឬក៏យើងអាចចុចនៅកន្លែងនេះក៏បានដែរនេះវាដាក់ថា move edit object អញ្ចឹងយើងសកត់វាឲ្យជាប់នៅកន្លែងហ្នឹងមកយើងអាច move វាបានហើយកន្លែងនេះគឺយើង zoom in zoom out object របស់យើងបានហើយនៅពេលដែលបានប៉ុណ្ណឹងខ្ញុំឧទាហរណ៍ថាយើងធ្វើ project របស់យើងសម្រេចមួយហើយអញ្ចឹងយើងត្រូវការ save object save project របស់យើងយ៉ាងការ save វាមាន3ទី1គឺ save ផ្ទាំង setting របស់យើង save document ទី2គឺ save project ហើយនឹងទី3គឺយើង save software យើង save software របស់យើងអញ្ចឹងណាអញ្ចឹងដើម្បី save ជាលក្ខណៈ project អញ្ចឹងយើងចូលទៅកន្លែង file មកតោះមកយើងយកពាក្យ save ទៅហើយយើងយកពាក្យ save ទៅវានឹង load ចូលទៅផ្ទាំងដែលយើងទៅ save ដាក់ទីតាំងនៅកន្លែងណាហើយយើង save វាទៅគឺបានហើយដល់ពេលដែលយើងចង់ load វាយកប្រើវិញដូចគ្នាយើងចូលទៅកន្លែង file ហ្នឹងមកហើយយើងចុចពី open ហើយយើងត្រូវ object របស់យើងដាក់នៅកន្លែងណាគឺយើងបើកវាមកគឺវាអាចប្រើប្រាស់បានធម្មតាយើងអាចគូសតទៅទៀតដែរ